ព័ត៌មានទាន់ហេតុការណ៍របស់ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសនៅថ្ងៃនេះស្ដីអំពីវីរុសដែលឈ្មោះថា Hantavirus វាគឺជា virus ដែលកើតនៅលើចំពោះសត្វកកេរដូចជាសត្វកណ្ដុរជាដើមហើយវាអាចចម្លងទៅមនុស្សបានតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយទៅនឹងទឹកនោមឬក៏លាមករបស់សត្វកកេរដូចជាលាមកឬក៏ទឹកនោមរបស់សត្វកណ្ដុរឬក៏ការប៉ះពាល់ជាមួយនឹងទឹកមាត់របស់សត្វកណ្ដុរដែលយើងទៅញ៉ាំតាមដដែលមាត់របស់សត្វកណ្ដុរដែលបានកកេរបន្លែផ្លែឈើហើយវានឹងឆ្លងរាតត្បាតពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចជា COVID ចឹងដែរវីរុសនេះដែរត្រូវបានគេរកឃើញនៅប្រទេសអាមេរិកនៅសហភាពអឺរ៉ុបហើយនិងនៅតំបន់អាស៊ីយើងផងដែរហើយមេរោគនេះគឺគេរកឃើញដំបូងគឺវារាតត្បាតទៅលើអ្នកទេសចរនៅលើកប៉ាល់មួយដែលគាត់ធ្វើដំណើរហើយធ្វើវីរុសនេះបានបង្កឲ្យអ្នកធ្វើដំណើរនៅលើកប៉ាល់ហ្នឹងគាត់បានស្លាប់រោគសញ្ញាចម្បងបន្ទាប់ពីយើងឆ្លងមេរោគ Hantavirus ចូលក្នុងខ្លួនរបស់យើងបន្ទាប់ពី1សប្តាហ៍ទៅ8សប្តាហ៍រោគសញ្ញាមានដូចជាឈឺក្បាលឈឺពោះឈឺសាច់ដុំគ្រុនក្តៅហើយមានក្អួតចង្អោរករណីដែលយើងសង្ស័យថាបុគ្គលម្នាក់គាត់បានឆ្លងមេរោគ Hantavirus ទី1គឺកម្ដៅលើសពី38អង្សាសេឡើងរោគសញ្ញាស្រដៀងទៅនឹងជំងឺផ្ដាសាយដែលមានដូចជាគ្រុនក្តៅឈឺក្បាលឈឺសាច់ដុំឈឺពោះហើយនិងក្អួតចង្អោរដែលធ្វើឲ្យយើងច្រឡំជាមួយនឹងជំងឺគ្រុនផ្ដាសាយលើសពីនេះទៀតមានបូកជាមួយនឹងសញ្ញាដូចជាប៉ះពាល់ទៅលើផ្លូវដង្ហើមធ្វើឲ្យអ្នកជំងឺក្អកហត់ឬក៏ពិបាកដកដង្ហើមលើសពីនេះទៅទៀតលក្ខណៈសម្គាល់ថាយើងត្រូវបានឆ្លងមេរោគ Hantavirus ចូលក្នុងខ្លួនគឺយើងមានប្រវត្តិជាមួយនឹងសត្វកកេរខាំដូចជាសត្វកំប្រុកខាំសត្វស្កាខាំសត្វសំពោចខាំឬក៏យើងធ្លាប់មានប្រវត្តិថ្មីនេះធ្វើដំណើរទៅនឹងតំបន់ដែលកំពុងតែរាតត្បាតមេរោគ Hantavirus របៀបបង្ការទី1គឺត្រូវតែរស់នៅនឹងកន្លែងធ្វើការត្រូវតែស្អាតជានិច្ចទី2ប្រសិនបើមានរុនកណ្ដុរឬក៏អាចធ្វើឲ្យសត្វកកេរចូលផ្ទះយើងបានគឺយើងត្រូវបិទរុននោះចោលជៀសវាងកុំឲ្យសត្វទាំងអស់នោះចូលមកក្នុងផ្ទះរបស់យើងនៅពេលដែលយើងគេងសម្រាកពេលថ្ងៃឬក៏ពេលយប់អាចធ្វើឲ្យមានឱកាសសត្វទាំងនោះមកខាំយើងបានទី3គឺត្រូវរក្សាទុកនៅម្ហូបអាហារឬក៏បន្លែផ្លែឈើឲ្យបានល្អជៀសវាងកុំឲ្យមានសត្វកកេរមកខាំឬក៏វាមកស៊ីទី4ប្រសិនបើឃើញមានលាមករបស់ប្រភេទសត្វកកេរត្រូវតែលាងសម្អាតឲ្យបានស្អាតជាបន្ទាន់កុំទៅប៉ះពាល់វាប្រសិនបើបងប្អូនប៉ះពាល់ត្រូវតែប្រញាប់ទៅលាងជាមួយនឹងសាប៊ូឲ្យបានលឿនសរុបសេចក្តីមកវិញតាមរយៈក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសស្តីអំពីមេរោគ Hantavirus គឺប្រសិនបើបងប្អូនសង្ស័យថាបានឆ្លងមេរោគ Hantavirus នេះត្រូវតែប្រញាប់រាយការណ៍ទៅក្រសួងសុខាភិបាលជាបន្ទាន់តាមរយៈលេខទូរស័ព្ទ115ដោយដែលនាងខ្ញុំដាក់នៅលើអេក្រង់អញ្ចឹងហើយសញ្ញាដែលគួរឲ្យសង្ស័យថាបងប្អូនមានឆ្លងនៅមេរោគ Hantavirus នេះទី1គឺយើងឈឺក្បាលយើងឈឺសាច់ដុំយើងឈឺពោះក្អួតចង្អោរហើយវាមានរោគសញ្ញាស្តៀងទៅនឹងជំងឺគ្រុនផ្ដាសាយអញ្ចឹងវាមានដូចគ្នាដូចជាឈឺក្បាលឈឺពោះក្អួតចង្អោរឈឺសាច់ដុំហើយមានប្រវត្តិថ្មីក្នុងរយៈពេល1ទៅ8សប្តាហ៍បងប្អូនបានធ្វើដំណើរទៅតំបន់ដែលមានរាតត្បាតជំងឺ Hantavirus ដូច្នេះប្រសិនបងប្អូនសង្ស័យកុំភ្លេចរាយការណ៍ទៅក្រសួងសុខាភិបាលជាបន្ទាន់ហើយនឹងត្រូវរស់នៅឲ្យមានអនាម័យឲ្យបានស្អាតជៀសវាងការប៉ះពាល់ជាមួយនឹងសត្វកកេរដូច្នេះត្រូវតែរួបរวมគ្នាការពារកុំឲ្យមេរោគ Hantavirus រាតត្បាតដោយដែលមេរោគ COVID ជាចុងក្រោយនេះខ្ញុំសូមអរគុណចំពោះពុកម៉ែបងប្អូនហើយជូនពរពុកម៉ែបងប្អូនជៀសផុតពីមេរោគដ៏កាចសាហាវនេះ